បានលុតជង្គង់សំពះហើយទូលសុំថានាងប្រាថ្នាឲ្យមានបុត្រជានាគ1000អង្គឲ្យច្រើនធំធេងនិងលាតសំថឹងដោយសមុទ្រនាគគ្មានទីបញ្ចប់ព្រះឥសីបានងក់ក្បាលហើយឲ្យនាងសម្រេចតាមសំណូមពរបន្ទាប់មកព្រះអង្គងាកមករកនាងវិនីតាហើយមានព្រះបន្ទូលសួរថាហើយនាងប្រាថ្នាអ្វីដែរនាងវិនីតាដែលមានចិត្តថ្លៃថ្នូរនិងជឿជាក់លើតម្លៃខ្លួនឯងបានញញឹមស្រាលហើយទូលថានាងមិនប្រាថ្នាចំនួនទេប៉ុន្តែប្រាថ្នាគុណភាពនាងសូមបុត្រត្រឹមតែ2អង្គទេប៉ុន្តែបុត្រទាំងពីរនោះត្រូវមានអានុភាពនិងភាពអស្ចារ្យលើបុត្រទាំងអស់របស់នាងការទ្រុករួមគ្នាមហាឥសីកាសបៈស្ងប់ស្ងាត់មួយភ្លែតមុននឹងមានព្រះបន្ទូលថាពរនោះនឹងសម្រេចតាមពាក្យដែលនាងបានសុំពេលវេលាបានកន្លងផុតទៅនៅក្នុងវិមានរបស់នាងការទ្រុកភាពស្ងាត់បានរលាយបាត់សុទ្ធរាប់ពាន់បានបំបែកសម្បរហើយអ្វីដែលលេចចេញមកមិនមែនជាពស់ធម្មតាទេប៉ុន្តែជាព្រះនាគរាប់ពាន់ក្បាលរាងកាយភ្លឺរលោងដោយត្បូងមณีខ្លះមានក្បាល3ខ្លះមានក្បាល5ខ្លះមានក្បាល7ទីភ្នែកភ្លឺចែងចាំងនិងសំឡេងដូចរលកសមុទ្រនាគទាំងឡាយបានលូនមកព័ទ្ធជុំវិញមាតារបស់ខ្លួនដោយសេចក្តីគោរពនិងសេចក្តីស្រឡាញ់វិមានពោពេញដោយសំឡេងអបអរខណៈពេលដែល